គុណមកសំណួរនេះល្អមែនទែនបាទដូចខ្ញុំប្រាប់ពី background អញ្ចឹងយើងរកស៊ីវាខ្ទង់10ឆ្នាំដែរហើយបាទហើយបញ្ហាប្រឈមក៏ច្រើនដែរហើយបើយើងលើកជាគោលធំបាទបញ្ហាប្រឈមដែលខ្ញុំជួបរាល់ថ្ងៃនេះប្រហែលជា10បាទប៉ុន្តែយើងក៏មានយុទ្ធសាស្ត្រប្រហែលជា10ទៅវិញដែរក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងប៉ុន្តែបើសិនយើងមានឱកាសយើងនឹងនិយាយពីយុទ្ធសាស្ត្របាទដើម្បីជាការចែកម្លែកដល់បងប្អូនជំនាន់ក្រោយដែលចង់រកស៊ីបាទបញ្ហាប្រឈមដែលយើងតែងតែជួបប្រទះនោះមុននឹងយើងស្គាល់សមាគមហ្នឹងគឺយើងទី1គឺបញ្ហាផ្លូវច្បាប់ហ្នឹងហើយបញ្ហាប្រឈមទៅច្បាប់ភាសាអង់គ្លេសគេហៅថា law and regulation update ណាអញ្ចឹងយើងមើលច្បាប់មានការ update ជាប្រចាំហើយយើងមិនមែនថាការផ្លាស់ប្ដូរនឹងមិនល្អទេផ្លាស់ប្ដូរធ្វើឲ្យប្រសើរឡើងទៅតាមតម្រូវការទីផ្សារពាណិជ្ជកម្មយុទ្ធឋានពន្ធដារមកប៉ុន្តែយើងជាអ្នកជំនាញនៅពេលមានច្បាប់ update អញ្ចឹងបើសិនជាយើង update អត់ទាន់តើហានិភ័យអីនឹងកើតឡើងបាទសម្រាប់ដែលយើងផ្ដល់សេវាកម្មទៅដល់អ្នកជាប់ពន្ធអញ្ចឹងយើងត្រូវការទាំងខ្លួនឯងទាំងក្រុមការងារធ្វើបច្ចុប្បន្នភាពចំណេះដឹងដើរឲ្យទាន់ច្បាប់នឹងដើម្បីបន្តនៅការផ្ដល់សេវាកម្មទៅតាមគុណតម្លៃរបស់យើងគឺយើងមានគុណតម្លៃ4ទី1គឺគេហៅថាភាពពេញលេញប្រកបដោយសក្តិភាពអនុលោមភាពនិងការទទួលខុសត្រូវអញ្ចឹង accuracy completeness compliance and accountability ចុះបើយើងច្បាប់មានការ update ហើយយើងអត់ដឹងបាទអញ្ចឹងយើងនឹងផ្ដល់សេវាកម្មអត់មានសក្តិភាពទៅតាមគុណតម្លៃរបស់យើងបាទហើយទី2បាទទី2តកតងជាមួយបញ្ហាប្រឈមដែលយើងជួបប្រទះរៀងរាល់ឆ្នាំបាទមិនថាយើងរកស៊ីយូរប៉ុណ្ណាទេគឺបញ្ហាធនធានមនុស្សបាទហើយធនធានមនុស្សកន្លែងនេះខ្ញុំចែកចេញជា2បាទផ្ដោតទៅលើការខ្វះធនធានមនុស្សដែលមានជំនាញខ្ពស់ហើយនិងការរក្សាធនធានមនុស្សល្អបាទអញ្ចឹងយើងឃើញថានៅក្នុងវិស័យគណនេយ្យពន្ធដារនេះយើងទទួលស្គាល់ថាដូចជាមាននិស្សិតរៀនច្រើនបាទចេញច្រើនប៉ុន្តែបើនិយាយពីធនធានមនុស្សដែលមានគុណភាពខ្ពស់ហាក់ដូចជានៅតែមានកម្រិតបាទនៅមានកម្រិតនៅឡើយបាទហើយបើយើងចង់បានអ្នកដែលបកកែឬធនធានល្អមកធ្វើការឲ្យយើងសុំទោសមិនមែនធ្វើការឲ្យខ្ញុំទេបាទមកធ្វើការជាមួយខ្ញុំបាទអញ្ចឹងយើងត្រូវការហ៊ានចំណាយខ្ពស់ដែរបាទផ្ដល់អត្ថប្រយោជន៍លើសពីអ្វីដែលយើងផ្ដល់ឲ្យអ្នកដែលមកធ្វើការយើងធម្មតាបាទអញ្ចឹងយើងត្រូវការហ៊ាន invest បាទ invest លើធនធានមនុស្សបាទហើយមួយទៀតការរក្សាធនធានមនុស្សល្អនឹងយើងរើសបានអ្នកល្អហើយគឺយើងត្រូវថែរក្សាគាត់បាទអញ្ចឹងម្ចាស់អាជីវកម្មក្នុងនាមជាម្ចាស់អាជីវកម្មត្រូវថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយថាតើយើងធ្វើយ៉ាងម៉េចឲ្យគេនៅមួយយើងបានយូរបាទជួនកាលយើងផ្ដល់ឲ្យតែអត្ថប្រយោជន៍មួយមុខវាអត់គ្រប់គ្រាន់យើងត្រូវមានចក្ខុវិស័យមួយគ្នាហើយយើងធ្វើការមួយគ្នាបាទមិនមែនគេអ្នកបកកែគេអត់ចង់មកធ្វើការយើងប៉ុន្តែបើមកធ្វើការមួយយើងមកឲ្យគេមកបាទហើយទី3អាជីវកម្មណាក៏ដោយគឺការប្រកួតប្រជែងដូចយើងនិយាយនៅពីដំបូងបន្តិចមកដែរបាទការប្រកួតប្រជែងខ្ញុំអត់ដឹងថាមានវិស័យអីហើយលោកថាបងជួបច្រើនខ្ញុំមានវិស័យអត់មានគូប្រកួតប្រជែងមានការប្រកួតប្រជែងខ្ញុំថារាល់ការរកស៊ីគឺតែងតែមានការប្រកួតប្រជែងបាទពិតប្រាកដបាទហើយជាពិសេសនៅក្នុងវិស័យគណនេយ្យពន្ធដារនេះមានរាប់រយក្រុមហ៊ុនទាំងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនក្រៅស្រុកហើយនឹងកើតថ្មីរហូតបាទអញ្ចឹងការប្រកួតប្រជែងគឺជាបញ្ហាមួយហើយបើយើងអត់ចេះរបៀបក្នុងការប្រកួតប្រជែងទេយើងប្រកួតប្រជែងទៅលើតម្លៃអីអាហ្នឹងគឺជាការដើរផ្លូវមួយខុសតែធ្វើឲ្យយើងបាត់បង់ចំណូលនិងខាតប្រយោជន៍ទាំងអស់គ្នាប៉ុន្តែបើយើងប្រកួតប្រជែងទៅលើសេវាកម្មគុណភាពសេវាកម្មអាហ្នឹងជាអត្ថប្រយោជន៍ទៅដល់អ្នកជាប់ពន្ធវិញបាទអញ្ចឹងបញ្ហាប្រឈមទី3បាទទី4គឺអ្វីដែលយើងអាសាជួបប្រទះនោះគឺតកតងមួយចំណេះដឹងរបស់អ្នកជាប់ពន្ធអាចថាគាត់មានការយល់ដឹងនៅមានកម្រិតឬក៏អត់ស្មើគ្នាអញ្ចឹងម្ចាស់អាជីវកម្មនៅតែអត់ទាន់យល់ច្បាស់ពីសារៈសំខាន់នៃការអនុលោមភាពឬហៅថា tax compliance ឬក៏កាន់កម្មជីនេះបានត្រឹមត្រូវមានអត្ថប្រយោជន៍អីខ្លះបាទគេហៅ holding proper accounting record ណាហើយរដ្ឋក៏អាសាធ្វើសកាលាអប់រំគាត់រឿងហ្នឹងដែរប៉ុន្តែគាត់នៅតែអត់យល់ពីសារៈសំខាន់ហ្នឹងដែរហើយកន្លងមកក៏ខ្ញុំបានធ្វើវីដេអូខ្លះដែរក្នុងការបញ្យល់ពីអត្ថប្រយោជន៍ទាំងអស់ហ្នឹងទៅកាន់ជាសារមួយទៅកាន់ម្ចាស់អាជីវកម្មបាទហើយនៅពេលដែលគាត់អត់យល់អញ្ចឹងគាត់តែងតែចង់កាត់បន្ថយចំណាយធ្វើម៉េចសេវអាកន្លែងហ្នឹងអាចយកមកធ្វើខ្លួនឯងដោយជួលកូនកណន័យអីយកមកធ្វើឬក៏យើងគាត់ប្រើសេវាកម្មពីបុគ្គលឯកជនដែលមានអាជ្ញាប័ណ្ណឬអាចថាគាត់នៅខាងក្រៅប្រព័ន្ធអីចឹងទៅធ្វើម៉េចឲ្យបានតម្លៃល្អដោយគាត់អត់ស្វែងរកសេវាកម្មពីក្រុមហ៊ុនដែលមានគុណភាពសេវាឬក៏មានវិជ្ជាជីវៈបទពិសោធន៍ច្បាស់លាស់ក្នុងការផ្ដល់សេវាកម្មមកគាត់ជាអត្ថប្រយោជន៍ទៅគាត់អាចឈានទៅដល់ការចាប់ឱកាសផ្សេងទៀតហ្នឹងណាបាទកន្លែងនេះក៏អាចថាជាផ្នែកមួយដែលបងបង្កើតនៅក្រុមហ៊ុននេះឡើងដែរបាទដើម្បីជួយទៅដល់ម្ចាស់អាជីវកម្មដែរហ្នឹងបាទហើយសម្រាប់ទី5បាទបញ្ហាប្រឈមទី5គឺយើងដឹងហើយថាឥឡូវគឺ technology ហើយ
នឹង digital change digital platform ហ្នឹងគឺមានការដើរលឿនណាបាទហើយរយៈពេល 4-5 ឆ្នាំចុងក្រោយនេះសូម្បីតែយុទ្ធដ្ឋានប៉ុណ្ណាគាត់បាន develop digital platform ច្រើនបាទអញ្ចឹងមានន័យស្អីវា move ទៅ online អស់ហើយ e-filing online automate អីអស់ហើយអញ្ចឹងបើយើងដើរយឺតបើយើងអត់ប្រឹង invest ទៅលើបច្ចេកវិទ្យាហ្នឹងបាទយើងបណ្ដុះបណ្ដាលទាំងខ្លួនឯងទាំងក្រុមការងារទាំងអស់នោះគឺត្រូវតែអភិវឌ្ឍត្រូវតែដើរទាន់បច្ចេកវិទ្យាបើមិនអញ្ចឹងទេយើងដើរក្រោយគេហើយអញ្ចឹងស្អីគឺវា software វា online automate អស់ហើយ accounting system ក៏យើងត្រូវទិញកាលមុនយើងប្រើ desktop គេហៅ desktop application អញ្ចឹងឥឡូវ online cloud base អីណាទៅអស់ហើយបាទហើយជាពិសេសគឺ AI អ្នកអត់ចេះ AI ឥឡូវអត់សូវមានទេបាទគ្រាន់ថាមានកម្រិតខុសៗគ្នាបាទអាចធ្វើមកប្រើបានយើងចេះជ្រុងនេះគេចេះជ្រុងនោះអញ្ចឹងទៅបាទអ្នក digital គេបកកែ digital យើងខាងគណនេយ្យប៉ុណ្ណាយើងក៏អាចឲ្យAI ជួយធ្វើបានខ្លះដែរគ្រាន់ថានៅខុសច្រើនប៉ុន្តែយ៉ាងហោចណាស់ក៏ជួយសម្រួលរឿង slide អីបានខ្លះដែរបាទហើយចំណុចមួយទី6បាទទី6តាក់ទងជាមួយហានិភ័យខ្ញុំអាចនិយាយថាការទទួលខុសត្រូវពីហានិភ័យផ្នែកច្បាប់អាហ្នឹងក៏ជា core value របស់យើងមួយដែរគឺ accountability គេថា accountability from legal risk ណាហានិភ័យពីការទទួលខុសត្រូវពីច្បាប់ហ្នឹងបើវិស័យអីផ្សេងសេវាផ្សេងទៀតថាដូចមេធាវីគាត់អាចការពារក្តីហើយទទួលសេវាហើយចប់ហើយបាទចប់តួនាទីគាត់អាចតតាំងទៅមុខទៀតអាហ្នឹងរឿងរបស់កូនក្តីប៉ុន្តែសម្រាប់សេវាកម្មគណនេយ្យពន្ធដារនេះយើងធ្វើឲ្យគេចប់ហើយយកលុយហើយអត់ទាន់ចប់ទេបាទនៅមានការទទួលខុសត្រូវគេហៅ after sale service ទៀតបាទអញ្ចឹងយើងនៅពេលដែលមានបញ្ហាកើតឡើងមិនដឹងបើថាធ្វើហើយអត់មានបញ្ហាសំណាងរួចខ្លួនប៉ុន្តែធម្មតាពេលខ្លះយើង human error ឬក៏វាអត់មានអី perfect ទេជួនកាលកំហុសមិនមែនជាកំហុសរបស់យើងបើសិនជាមានការឆ្លោះឆ្លួយឬមានការផាកពិន័យអតិថិជនគឺគាត់ចង់តិចច្រើននេះគាត់អាចអត់សប្បាយចិត្តមកយើងទំនុកចិត្តមកលើក្រុមហ៊ុនក៏អាចបាត់បង់ប៉ះពាល់ទោះជាកំហុសហ្នឹងមិនមែនរបស់យើងក៏ដោយបាទអញ្ចឹងនៅពេលដែលមានការផាកពិន័យកើតឡើងគាត់ថាយើងជួយអីគាត់បានបាទវាជាទោះជាមិនមែនកំហុសរបស់យើងក៏អាចទំនុកចិត្តឬក៏គេឈ្មោះយើងវាប៉ះពាល់ខ្លះដែរហើយគេជួលយើងហើយបែរទៅជួយឲ្យបានប៉ុន្តែពេលខ្លះកំហុសហ្នឹងមិនមែនជាកំហុសរបស់យើងតែយើងអាចដឹងវា out of scope របស់យើងដែរហ្នឹងហើយដោយសារគាត់មានការលាក់បាំងអីអញ្ចឹងទៅប៉ុន្តែដូច្នេះយើងអ្វីដែលល្អបំផុតគឺមានតែពង្រឹងពង្រឹងគេហៅថាដើម្បី minimize risk យើងធ្វើម៉េចដើម្បីឲ្យ minimize risk ហ្នឹងដើម្បីថែរក្សាអតិថិជនឲ្យបានអតិបរមាគេថា minimize risk to maximize customer retention ព្រោះអតិថិជនយើងរកមួយពិបាកហើយប៉ុន្តែថែរក្សាហ្នឹងគាត់តែពិបាកទៀតបាទពិសេសអញ្ចឹងកន្លែងហ្នឹងគឺយើងផ្ដោតសំខាន់នៅពេលដែលយើងបានជួបគ្នាដំបូងនៅពេលដែលយើងបាន discuss គ្នាឬក៏ជា consult ទៅវិញទៅមកហ្នឹងយើងត្រូវតែជែកគ្នាឲ្យបានលម្អិតដើម្បីយើងធ្វើម៉េចកុំឲ្យមានបញ្ហានេះកើតឡើងព្រោះពេលមានបញ្ហាជឿថាទាំងយើងជាម្ចាស់អាជីវកម្មទទួលសេវាកម្មក៏ដូចជាអ្នកដែលមករកសេវាកម្មយើងនឹងមានការប៉ះទង្គិចគ្នាបាទបើតែយើងបាទមានការផ្ដល់នៅប្រឹក្សាល្អប្រសើរគឺថាយើងនឹងជៀសបាននៅចំណុចនេះបាទសូមអញ្ជើញបាទហើយអតិថិជនខ្លះទៀតក៏យើងបាន sign contract sign អីមួយគ្នាតែខ្លះ verbal contract អីចឹងទៅវាមិនទាំងអស់ហើយបាទយើងបាននិយាយនៅតែមាត់ចឹងណាបាទហើយអញ្ចឹងរឿងទាំងអស់ហ្នឹងវាជារួចទេប៉ុន្តែគ្រាន់ថាយើងព្យាយាមកាត់បន្ថយវា minimize វាបាទហើយមួយទៀតតកតងជាមួយហិរញ្ញវត្ថុបាទខ្ញុំក៏ជឿជាក់ថារាល់ការរកស៊ីទាំងអស់គឺអត់ដែលជួបថាក្រុមហ៊ុនណាអត់មានបញ្ហាហិរញ្ញវត្ថុទេអត់ដែលមានក្រុមហ៊ុនណាខ្វះលុយជាពិសេសពេលអាជីវកម្មកាន់តែធំបាទប៉ុន្តែខាងខ្ញុំជាសំណាងដែរអត់ទាន់ជួបទេបាទដោយសារយើង manage បានល្អយើងអត់មានបញ្ហាហិរញ្ញវត្ថុទេប៉ុន្តែភាគច្រើននៅពេលអាជីវកម្មកាន់តែធំដោយសារឧទាហរណ៍សេវាកម្មរបស់យើងអញ្ចឹងបើសិនជាអតិថិជនគាត់បង់ថ្លៃសេវាយឺតយ៉ាវគាត់បង់អត់ទៀងទាត់ឬក៏ពិបាកទាអ្នកខ្លះយូរទៅគាត់បិទបាត់ទៅទាលែងបានបាទអញ្ចឹងវាអាចមានបញ្ហាដែរនៅពេលយើងគ្រប់គ្រងបានល្អអញ្ចឹងបញ្ហាហិរញ្ញវត្ថុនេះក្រុមហ៊ុនតែងតែជួបប្រទះតិចហើយច្រើនប៉ុន្តែបើយើង manage បានល្អក៏យើងកាត់បន្ថយវាបានច្រើនដែរខ្ញុំមានបទពិសោធន៍ក្រុមហ៊ុនមួយនោះគាត់លក់ដាច់បាទគាត់លក់ដាច់ប៉ុន្តែគាត់មានបញ្ហាហិរញ្ញវត្ថុហេតុអីទៅធម្មតាគាត់លក់ហិរញ្ញជាពាក់ច្រើនតែគាត់មិនអាចបំណុលអត់បានល្អទាតតន់លុយបង្វិលអត់តន់នៅពេលដែលគេកំងថ្មីមកគាត់អត់មានលុយបង្វិលទិញស្តុកថ្មីឲ្យគេយឺតគាត់គេយឺត
ពេលទៅជាមានបញ្ហាលក់ដាច់តិចវាដែរតែអាចមានបញ្ហាដែរបាទអញ្ចឹងការគ្រប់គ្រងហិរញ្ញវត្ថុនេះក៏មិនថាអ្នកជំនាញហិរញ្ញវត្ថុមិនជំនាញហិរញ្ញវត្ថុទេត្រូវបតជំនាញត្រូវការហៅអ្នកជំនាញបាទធ្វើម៉េចមែនតែយើងលក់ដើម្បីប្រកួតប្រជែងយើងការឲ្យគេអ្នកខ្លះឲ្យ30ថ្ងៃខ្លះឲ្យមួយអាទិត្យខ្លះឲ្យដល់60ថ្ងៃខ្លះដល់90ថ្ងៃតាមទំនុកចិត្តបាទតាមទំនុកចិត្តហើយយើងបើយើងមានអាណាបានល្អទុនបង្វិលលុយបង្វិលយើងនឹងអាចមានបញ្ហាដែរបាទអញ្ចឹងការគ្រប់គ្រងហិរញ្ញវត្ថុគឺមិនថាតែវិស័យគណនេយ្យពន្ធណាគឺសិតតែសំខាន់បាទគ្រប់អាជីវកម្មទាំងអស់បាទហើយមួយទៀតទី8បាទការកសាងទំនុកចិត្តនឹងគេឈ្មោះអូអានេះបាទ building trust ហើយនឹង reputation ការកសាងគេឈ្មោះនេះគឺប្រើពេលយូរមិនមែន1ឆ្នាំ2ឆ្នាំកសាងបានទេបាទដូចខ្ញុំអញ្ចឹងមិនដឹងថាខាងក្រៅគេស្គាល់ប៉ុន្មានទេបាទខ្ញុំចេញក្រៅកាលពីមុនរកស៊ីអត់ចូលចិត្តទេខាងតំណែងប៉ុន្តែដល់ពេលមករកស៊ីចូលចិត្តដើរខាងក្រៅស្គាល់គេច្រើនប៉ុន្តែមិនដឹងថាគេស្គាល់យើងអត់បាទក្នុងវិស័យហ្នឹងស្ដឹងស្គាល់ច្រើនស្គាល់ owner ស្គាល់ក្រុមហ៊ុនស្គាល់អីណាបើថាត្រឹម tax agent ខ្ញុំស្គាល់អស់ប៉ុន្តែបើ accounting firm អីភាគច្រើនគឺស្គាល់មិនដឹងថាគេស្គាល់យើងអត់ជឿថានឹងមានអ្នកស្គាល់ព្រោះថានៅពេលដែលលោកចេញទៅខាងក្រៅគឺយើងជួបមិនមែនតែជំនាញខាងផ្នែកយើងហើយបើសិនជាមិនមានអ្នកស្គាល់ហើយមិនមានជាការគ្រប់គ្រងទេខ្ញុំជឿថាលោកមិនបានឈរជើងរហូតដល់សប្តាហ៍ថ្ងៃនេះទេបាទខ្ញុំគិតចឹងដែរហើយយើងមានមោទនភាពដែរដែលយើងអាចឈរជើងនៅលើទីផ្សារបានមកដល់រងថ្ងៃបាទព្រោះអីការរកស៊ីការបើកស្រួលទេបាទប៉ុន្តែធ្វើអាជីវកម្មឈរជើងមកនៅលើទីផ្សារយូរអង្វែងរឹងមាំវាមិនស្រួលទេបាទពិតជារឿងពិបាកអញ្ចឹងការកសាងកេរ្តិ៍ឈ្មោះនេះយើងត្រូវការចាប់ដើមតាំងពីការអភិវឌ្ឍធនធានមនុស្សការពង្រឹងសេវាតាក់ទងជាមួយយកចិត្តទុកដាក់អីផ្សេងៗបាទគ្រប់ផ្នែកទាំងអស់បាទទាំងសេវាកម្មទាំងអតិជនបាទទាំងក្រុមការងារជួនកាលយើងអត់មានពេលទៅ take care ដល់អតិជនមិនណាយើង take care ក្រុមការងារយើងទៅ take care អតិជនអញ្ចឹងទៅបាទអញ្ចឹងការកសាងកេរ្តិ៍ឈ្មោះរាប់ឆ្នាំប៉ុន្តែបើយើងធ្វើប្រហែលតាមបន្តិចគឺអាចបាត់បង់ទៅវិញក្នុងរយៈពេលតែ1ខែ2ខែបើយើងហេតុតែប្រឡែងបាទអត់បានในវិស័យនេះបាទជួនកាលយើងប្រើមនុស្សអត់ត្រូវអីចឹងទៅវាទៅជាខូចកេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុនវិញបាទគាត់អត់មានភាពស្មោះត្រង់ឯទីហោបាទមានន័យថាក្រៅអំពីការងារជំនាញក៏យើងត្រូវតែមានជំនាញទៅលើការគ្រប់គ្រងដែរបាទអញ្ចឹងខ្ញុំថាម្ចាស់អាជីវកម្មរកស៊ីគឺមានត្រូវមានជំនាញច្រើនដែរបាទមានជំនាញ hard skill accounting tax អីហ្នឹងបាទយើងត្រូវការមានជំនាញតាក់ទងជាមួយតំណែងជំនាញគ្រប់គ្រងមនុស្សអីផ្សេងទៀតបាទដឹកនាំគេហៅដឹកនាំជំនាញការដឹកនាំបាទហើយទី9បាទទី9វាតាំងពីដើមមកមិនតាំងពី start up មកមិនគឺតាក់ទងមួយវប្បធម៌ការងារយើងអាចនិយាយពីដើមមកវិញក៏បានពីចំណុចទី1វិញបានទេប៉ុន្តែវប្បធម៌នេះវាធម្មតាពេលយើងរកស៊ីដំបូងបើក្រុមហ៊ុនលក់តំណែងវិញយើងដំបូងអត់ទាន់មានអតិថិជនយើងផ្ដោតទៅលើលក់ដល់ពេលលក់ក្រូហើយលក់បានច្រើនយើងផ្ដោតលើគណនេយ្យវិញអញ្ចឹងបាត់លុយបាត់អីតែបើដំបូងមកយើងផ្ដោតលើគណនេយ្យមានលក់បានឲ្យធ្វើគណនេយ្យហើយបើដោយអាជីវកម្មយើងជាសេវាកម្មអញ្ចឹងដំបូងយើងគេហៅថាផ្ដោតលើលទ្ធផលណាបាទថា result oriented អញ្ចឹងច្បាប់ទម្លាប់វិន័យហាក់ដូចជាធូរលងហែងឈៀលដល់ពេលយូរទៅវាខ្លាចវប្បធម៌ធូរលងវាសេរីពេកបាទអញ្ចឹងនៅពេលយើងកាន់តែធំឥឡូវយើងចាប់ដើមរៀបចំរចនាសម្ព័ន្ធរឹតបន្តឹងដងតិចបំពាក់ system scan មេដៃចេញចូលកាលមុនអត់ខ្វល់គាត់មកម៉ោងម៉ានហែងសេរីធ្វើការបែបបងប្អូនឯង family ណាតែឥឡូវរៀងតម្រូវការទីផ្សារគឺយើងកាន់តែធំយើងត្រូវការស្តង់ដារដែរដើម្បីបង្រឹងគុណភាពទាំងផ្ទៃក្នុងទាំងខាងក្រៅបាទឲ្យអតិថិជនដើម្បីបង្កើននៅទំនុកចិត្តបើយើងមើលមករបៀបធ្វើការយើងអត់ស្តង់ដារគេវាតម្លៃយើងតាមហ្នឹងដែរបាទយើងចូលមករៀបរយមាន system ពាក្យថា system មិនមែនចង់សំដៅលើប្រព័ន្ធកុំព្យូទ័រគណនេយ្យទេបាទប្រព័ន្ធការងារបាទរៀបចំការងារអ្នកខ្លះនៅពេលតែក្រុមហ៊ុនមាន system ល្អគេមកអ្នកខ្លះមកគាត់ចេញពីកន្លែងផ្សេងយើងស្គាល់ប្រវត្តិគាត់តែឮសូរថាគាត់មិនសូវត្រង់ប៉ុន្តែមកនៅពេលដែលយើងមាន system ច្បាស់លាស់ត្រង់គេដែរហើយអ្នកខ្លះគាត់មកល្អជាគាត់ត្រង់ទេប៉ុន្តែបើយើងមើលទៅរៀងធូរលងពេកសេរីពេកយ៉ាងគាត់អត់នេះដែរគាត់អត់ត្រង់បាទការប្រើពេលវេលាខុសគោលដៅអញ្ចឹងទៅធ្វើឲ្យ productivity ការងារវាធ្លាក់ចុះអញ្ចឹងណាបាទហើយជួនកាលដោយសារកន្លែងមិនមែនហោះរបស់គាត់ដោយសារកន្លែងវាធូរលងពេកវាមិនច្រឡំហោងច្រើនពេកតែធ្វើឲ្យគាត់អាច play បានគាត់ចេះ play អញ្ចឹងហីបាទទៅតាមគេតាមឯងបាទតាមគេតាមឯងបាទអញ្ចឹងអ្នកខ្លះត្រង់មកវិញអ្នកខ្លះវិញមកត្រង់ដែរលើនេះហ្នឹងបាទ
តែទៅមួយវប្បធម៌ការងារហ្នឹងអញ្ចឹងយើងថាបន្លាញហើយអ្នកខ្លះគាត់មកពីកន្លែងផ្សេងៗយើងរើក្រុមការងារមកពីពិភពចម្រុះដែរ បាទ ជួនកាលមក culture ខុសគ្នាដាច់មកចុះមកកន្លែងនេះចឹងឯង អញ្ចឹងគាត់ធ្វើ align ដែរគាត់ធ្វើបត់គាត់មិនមែនយក culture ពីកន្លែងគាត់យកមក apply នេះបានទេ បាទ គេត្រូវការ follow តាមក្រុមហ៊ុនបាទអញ្ចឹងយើងធ្វើ align ដែរហើយចំណុច challenge ទី10នោះគឺ leadership បាទភាពជាអ្នកដឹកនាំយើងទទួលស្គាល់ថាអាជីវកម្ម up and down វាមួយផ្នែកធំគឺ leadership បាទមកពី leadership របស់យើងបាទគេហៅ leadership is everything ណា បាទ everything is about leadership អញ្ចឹងយើងមិនមែនចេះទាំងអស់ហើយចេញមុនកាលនៅធ្វើការឲ្យគេយល់ថាអូយចេះជំនាញច្បាស់ហើយមានអាជ្ញាប័ណ្ណមានអីមកស៊ីបានទេតែពេលមកស៊ីបានដឹងថាយើងខ្វះចិត្តហើយមែនតើ បាទ យើងត្រូវរៀន soft skill ច្រើនតាក់ទងមួយការគ្រប់គ្រងពេលវេលាត្រូវមានវិន័យហ្នឹងខ្លះកាលមុនថាមកធ្វើតកែខ្លួនឯងស្រួលចង់មកក៏បានចង់អត់បានឈឺកាពះដោយសារមកធ្វើតកែនៅការធ្វើការគេដាក់ឈឺកាពះទៅមកគិតច្រើនមកគិតច្រើនថាគិតតាំងពីចំណូលគិតតាំងពីទៅមុខក្រុមហ៊ុននឹងទៅដល់ណាយើងហើយនិយាយទៅរឿងដែលយើងត្រូវរៀនវាច្រើនត្រូវការស្គាល់គេត្រូវការស្គាល់ឯងយើងហៅស៊ីខ្ញុំឮសូខ្ញុំចាំតែអត់ដឹងថាខាងណានិយាយគេថារកស៊ីមិនសំខាន់យើងស្គាល់គេទេសំខាន់គេស្គាល់យើងច្រើនប៉ុណ្ណាបាទมันសំខាន់ខ្ញុំស្គាល់អាយដាមប្រធានសំខាន់អាយដាមប្រធានស្គាល់ខ្ញុំអត់បាទហ្នឹងហើយបាទចឹងនេះជាចំណុចមួយដែលយើងគេថាទទួលស្គាល់គ្នាទៅវិញទៅមកបាទអញ្ចឹងមែនតើទៅភាពជាអ្នកដឹកនាំខ្ញុំទទួលស្គាល់ខ្ញុំក៏មានកម្រិតដែរដល់កន្លែងណាមួយវាទើបយើងអត់ចំនួនទៅទៀតណាប៉ុន្តែយើងគេហៅ synergy leverage យើងអត់ចេះទាំងអស់ហើយប៉ុន្តែយើងស្ទើរអីយើងទៅរកអ្នកបកកែខាងហ្នឹងបាទជួនកាលបើយើងងាកចេញទៅធ្វើ BD ធ្វើអីច្រើនទៅអា hard skill របស់យើងនេះវាផ្លេចច្រើនដែរបច្ចេកទេសយើងអត់មានពេលធ្វើរកអ្នកបកកែមកធ្វើជំនួសយើងបាទយើងធ្វើនៅជាប់ហ្នឹងវាអាច sell ធ្លាក់ចុះហើយបើយើងចេញទៅ sell អាច operation ធ្លាក់ចុះបាទអញ្ចឹងយើងត្រូវការមានជំនាញក្នុងការគ្រប់គ្រងដឹកនាំក្រុមរកអ្នកមកជំនួសយើង delegate ការងារអីបាទយើងអាចធ្វើការងារបានច្រើនជាងមុនអាហ្នឹងមកពីភាពជាអ្នកដឹកនាំរបស់យើងហើយបើយើងអត់មាន leadership ទេយើងនៅធ្វើតាមួយកន្លែងហ្នឹងធ្វើតាhard skill ហ្នឹងទៅវាជំនាញវាសាបផិនហើយវាមុតស្រួយឯងប៉ុន្តែធ្វើការងារបានច្រើន